Ok សួស្តីបងប្អូនចឹងថ្ងៃនេះយើងចូលដល់លំហាត់មេរៀនទី2របស់យើងគឺតកតងជាមួយនឹងមេរៀនតួចែកនិងប្រគុណណាបើចឹងយើងមើលលំហាត់ទី1គេថាក៏យើងបញ្ជាក់ថាកផលបូក78បូកជាមួយនឹង120ចែកដាច់នឹង2បាទអូខេចឹងគ្រូរំលឹកបន្តិចណាតកតងជាមួយនឹងផលបូកចែកដាច់មួយចំនួនណាមួយចឹងផលបូកចែកដាច់មួយចំនួនណាមួយលុះត្រាតែតួមួយវាចែកដាច់នឹងចំនួននឹងដែរតោះណាចឹងយើងបង្ហាញធ្វើម៉េចឲ្យតួមួយរបស់វាចែកដាច់នឹងចំនួននឹងដែរមកចឹងផលបូកវាទាំងអស់ក៏ចែកដាច់នឹងចំនួននឹងដែរយើងមិនចាំបាច់គណនាផលបូកទេតោះណាបាទអូខេចឹងយើងមើលដំណោះស្រាយតោះចឹងគ្រូបើប៉ុណ្ណឹងពួកយើងអាចចុចឲ្យវាឈប់ហើយយើងដោះស្រាយទៅហើយចាំយើងផ្ទៀងផ្ទាត់នឹងគ្រូក៏បានដែរតោះចឹងយើងមើលយើងដាក់មកចំណុចកយើងដាក់ថាបាទកបង្ហាញថាឬក៏បញ្ជាក់ថាខ្ញុំបង្ហាញថាផលបូក78បូកជាមួយនឹង120ចែកដាច់នឹង2ចែកដាច់នឹង2ចឹងយើងបង្ហាញមួយចែកដាច់2មកចឹងយើងប្រាប់គេមកដោយគេដោយអីដោយ78ជាចំនួនគុតអីចឹង78គឺជាចំនួនគុតគូយើងឯងដោយសារតែមួយចំនួនចែកដាច់នឹង2កាលណាចំនួននោះគឺជាចំនួនគុតគូបាទចឹងយើងចំណាំយើងត្រូវចាំបញ្ជុំនៃវានឹងភាពចែកដាច់ជាមួយនឹង2ហ្នឹងណាចឹងដល់78ជាចំនួនគុតគូបាទហើយវិធីចំណាំចំនួនគុតគូស្រួលណាចំនួនគុតណាដែលមានលេខខាងចុងឬក៏លេខខ្ទង់រាយវាជាលេខគូឬក៏លេខ0អាចជាលេខ0ក៏បានលេខគូ2 4 6 8ក៏បានដែរអញ្ចឹងអាហ្នឹងសិតតែជាចំនួនគុតគូហើយអញ្ចឹងដល់78ជាចំនួនគុតគូយកមកអញ្ចឹងនោះ78ចែកដាច់នឹង2ចែកដាច់នឹង2នឹង2អូខេហើយយើងប្រាប់គេមួយទៀត120ជាចំនួនគុតគូយ៉ាងដែរមកជាចំនួនគុតគូនោះ120ចែកដាច់នឹង2ដែរបាទអញ្ចឹងគេបានហ្នឹងគេបានអីអញ្ចឹងគេបាន78បូកជាមួយនឹង120ចែកដាច់នឹង2ចឹងដល់ពេលយើងបានអ្វីដូចដែលគេចង់បានយើងដាក់ថាពិតមកណាពិតបាទពិតបង្ហាញពិតមែនណាចឹងឆ្លើយមកដូចនេះ78បូកជាមួយនឹង120ចែកដាច់នឹង2បាទចែកដាច់នឹង2អូខេចឹងយើងចូលដល់ខគេថាបង្ហាញថាផលដក4140ដកជាមួយនឹង720ចែកដាច់នឹង3អញ្ចឹងអានេះក៏ដូចជាមុនដែរអញ្ចឹងផលបូកហើយផលដកយើងត្រូវចាំអាហ្នឹងណាផលបូកផលដកដើម្បីបង្ហាញទៅវាចែកដាច់មួយចំនួនណាមួយកាលណាតួមួយរបស់វាចែកដាច់នឹងចំនួនហ្នឹងដែរអញ្ចឹងយើងបង្ហាញទៅមិនឲ្យតួមួយចែកដាច់នឹងចំនួនហ្នឹងដែរមកអញ្ចឹងផលបូកក៏ចែកដាច់ចំនួនហ្នឹងដែរហើយផលដកក៏ចែកដាច់ចំនួនហ្នឹងដែរបាទអញ្ចឹងយើងចាប់ដើមដោះស្រាយមកបាទអញ្ចឹងខ្ញុំប្រាប់គេមកហេតុផលណាអញ្ចឹងដោយ4140អញ្ចឹងយើងធ្វើម៉េចបង្ហាញថា4140ចែកដាច់នឹង3តោះណាអញ្ចឹងយើងត្រូវចាំមើលយមន័យភាពចែកដាច់នឹង3អញ្ចឹងមួយចំនួនចែកដាច់នឹង3កាលណាផលបូកលេខគ្រប់តួទាំងអស់នៃចំនួននោះចែកដាច់នឹង3អញ្ចឹងយើងប្រាប់គេមកដោយ4140នោះមានតោះមានគេមានផលបូកបាទផលបូកលេខតាមតួហ្នឹងចឹងយើងយកមក1បូកប៉ុន្មានបូកប៉ុន្មានដល់គ្រូសេ highlight ស្អាតតិច1បាទបូកជាមួយ1បាទ4000ណា4បូកជាមួយនឹង1បូកជាមួយ4បូកជាមួយនឹង0តោះយើងបូកស្មើប៉ុន្មានចឹង4 5 9 9បូក0 9ដែរណា9ចឹងលទ្ធផលចំណុច9ចឹង9ចែកដាច់នឹង3ហើយអូខេចឹង9ចែកដាច់នឹង3បាទចែកដាច់នឹង3ចឹងនោះយីដែរ
Trong đua chẩn đua nó chạy đạch 7 ដែរ Trong đó 4140 chạy đạch 7 và chạy đạch nâng 7 ok hay dùng phép hạt phò 1 ទៀតមក 720 មានផលបូកដែរមកចឹងហ៎បាទមានផលបូកតោះផលបូកលេខតាមខ្ទង់ហ្នឹង 7 បូកជាមួយនឹង 2 បូក 0 អញ្ចឹងស្មើ 9 ដែរអញ្ចឹងហ៎អញ្ចឹង 9 ក៏ចែកដាច់នឹង 3 ដែរណាដូចគ្នាអញ្ចឹងនោះ 720 ក៏ចែកដាច់នឹង 3 ដែរតោះណាបាទអញ្ចឹងគេបាន 4140 ដកជាមួយនឹង 720 ចែកដាច់នឹង 3 បាទនឹង 3 ហើយប្រាប់គេមកថាពិតណាដូចយើងគេចង់បានអញ្ចឹងចេញឆ្លើយដូចនេះមកដូចនេះ 4140 ដកជាមួយនឹង 720 បាទចែកដាច់នឹង 3 ស៊ីផុយងាយបាទងាយបាទអញ្ចឹងលំហាត់គោរបស់យើងគឺគេឲ្យយើងបង្ហាញថាផលបូកទៀតដែរអញ្ចឹងហ៎បាទផលបូកទៀតដែរគឺ 165 បូកជាមួយនឹង 270 ចែកដាច់នឹង 5 អញ្ចឹងយើងប្រើលក្ខណៈភាពចែកដាច់របស់ 5 មកបាទអញ្ចឹងយើងដឹងហើយមួយចំនួនចែកដាច់នឹង 5 កាលណាគេបាទមួយចំនួនចែកដាច់នឹង 5 កាលណាចំនួននោះមានលេខខាងចុងឬក៏លេខខ្ទង់រាយរបស់វាហ្នឹងជាលេខ 0 ឬក៏លេខ 5 បាទយើងត្រូវចាំអស់ហ្នឹងណាបាទលក្ខណៈភាពចែកដាច់នេះយើងត្រូវចាំចំណីរបស់វាហ្នឹងតែយើងអត់ចាំអាហ្នឹងយើងដោះស្រាយចេញទេបាទអូខេតោះអញ្ចឹងយើងសរសេរវាមកបង្ហាញគេមកណាបាទអញ្ចឹងយើងដោយ165 ចឹងហ៎165មានលេខខាងចុងមែនមានលេខខាងចុងមែនបាទមានលេខខាងចុង 5 អញ្ចឹងនោះ 165 ហ្នឹងចែកដាច់នឹងបាទចែកដាច់នឹងចឹងគូដាក់គៀកហ្នឹងមកចែកដាច់នឹង 5 បាទហើយមួយទៀត270មានលេខខាងចុងមែនហ្នឹងលេខខាងចុងមែនដែរបាទមានលេខខាងចុងលេខខាងចុងរបស់យើងគឺ 0 អញ្ចឹងហ៎អញ្ចឹងនោះ 270 ហ្នឹងចែកដាច់នឹង 5 ដែរបាទចែកដាច់នឹង 5 បាទចែកដាច់នឹង 5 អញ្ចឹងដល់ពេលលទ្ធផល 2 បូកចូលគ្នាក៏លទ្ធផលវាក៏ចែកដាច់នឹង 5 ដែរមិនជឿបូកខ្លួនឯងចុះបាទអញ្ចឹងគេបានហ្នឹងគេបានអីគេបាន165បូកជាមួយនឹង 270 ចែកដាច់នឹង 5 អញ្ចឹងអត់មានអីពិបាកទេអាសម្រាយហ្នឹងយើងគ្រាន់សេវាទៅតាមដាំដោយទៅចែកដាច់នឹងបាទចែកដាច់នឹង 5 ហើយប្រាប់គេមកថាពិតណាយើងបង្ហាញថាពិតហើយចេញឆ្លើយមកដូចនេះ 165 បូកជាមួយនឹង 270 ចែកដាច់នឹង 5 បាទចែកដាច់នឹង 5 បាទស៊ីផុយកែលំហាត់អញ្ចឹងលំហាត់ខយើងធ្វើខ្លួនឯងមកអញ្ចឹងលំហាត់ខក៏អត់មានអីបាក់ដែរយើងចាំយមន័យភាពចែកដាច់នឹង 9 មកជាមួយចំណុចដៃ 9 កាលណាផលបុកលេខតាមខ្ទង់របស់វាគ្រប់ទូទាំងអស់ហ្នឹងចែកដាច់នឹង 9 ដោយតែ 3 ដែរហ្នឹងគ្រាន់មួយចែកដាច់ 3 មួយចែកដាច់ 9 ណាចែកដាច់ 9 អូខេអញ្ចឹងអាខធ្វើខ្លួនឯងបាទវីដេអូហ្នឹងសូមចប់ប៉ុណ្្នឹងអញ្ចឹងយើងកុំភ្លេចជួយ Subscribe Channel គ្រូផងណារៀនរហូតបាទ